4 លានរៀលលោកជំទាវងៅមុខនឹងស្វាមីបាទថវិកា3 លានរៀលលោកជាឈុនហេងនិងភរិយាថវិកា1 លានរៀលលោកហួរសេងផេងនិងភរិយាថវិកា2 លាន 5 សែនលោកហេងទ្រីនិងភរិយា$1000លោកប៊ុនផេងឲ្យបាល់ស្រុកសាច់កណ្ដាល1 លានរៀលបច្ច័យអធិការវត្តកោះ1 លានរៀលអាដាមសុំប៊ុនថននិងលោកជំទាវថវិកា$1000អាដាមសុកផុនធានិងលោកជំទាវ$100គៀនមេងហួត$100អ៊ុលយិន$100អៀមអៀន$100កេតតុន$100គូទី99នៅពេលនេះបានឆ្លងកងពាន់ទី2ហើយដែរគូទី99ខ្សែទឹកខាងក្នុងគឿនសដេជោសែនជ័យបារមីព្រែកដូងវត្តព្រែកដូងនៅក្នុងខេត្តកណ្ដាលខ្សែទឹកខាងក្រៅរស្មីពេញតារារះសម័យដេជោរាជធានីភ្នំពេញឯកដ្ឋានពណ៌លឿងបាទប្រហែលគ្នាសម្រាប់គូនេះបាទសម្រាប់គូនេះនៅតែប្រហែលគ្នានៅឡើយទេក៏ប៉ុន្តែខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបជាងគូប្រកួតហើយរស្មីពេញតារារះសម័យដេជោរាជធានីភ្នំពេញដែលមានឯកដ្ឋានពណ៌ថ្លាទុំបាទលឿនណាឃើញថាខ្សែទឹកខាងក្រៅរាជធានីភ្នំពេញរស្មីពេញតារារះសម័យដេជោដែលពាក់ផ្លាកលេខ191បានទទួលជ័យជំនះទៅលើបាទសម្រាប់គូបន្តទៀតបាទខ្សែទឹកបាទសម្រាប់គូទី99បាទបាញ់មិញបាទគឺបាទសម្រាប់គូទី98បាទបានបញ្ចប់ការប្រកួតរបស់ខ្លួនហើយបន្ទាប់ពីគូនេះបាទក៏មានគូពិសេសបន្តនាងខ្ញុំសូមជម្រាបជូនថាគណៈកម្មការទូកងទាំងអស់មកពីស្រុកគៀនស្វាយខេត្តកណ្ដាលសូមថ្លែងអំណរគុណអាយដាមសន្តិបណ្ឌិតដុលគឿនអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាលនិងលោកជំទាវដែលបានឧបត្ថម្ភថវិកាចំនួន75 លាន278,000រៀលសូមថ្លែងអំណរគុណអាយដាមបណ្ឌិតម៉ៅភិរុនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងលោកជំទាវដែលបានឧបត្ថម្ភថវិកាសរុប7 លាន 5 សែនរៀលបាទទូកទី99បាទ195បាទ7ចាអត់ទេបាទ191នេះបាទគឺ91គឺជាទូគូទី99លោកខាងក្នុងគឺមានឈ្មោះថារស្មីពេជ្រតារារះសម័យដេជោចាគឺគាត់លឿនណាស់បានមកដល់ទីប្រវត្តិហើយនៅក្នុងថ្ងៃទី1ជើងទី2នេះបាទហើយគូប្រកួតរបស់ខ្លួនបាទគឺសតេជោសែនជ័យបារមីព្រែកដូងបាទនៅក្រោយនៅឡើយទេបាទក្រុមការងារសសយកចុះក្រុងស្វាយរៀង50,000រៀលសកលវិទ្យាល័យស្វាយរៀង1 លានរៀលហាងលក់សម្លៀកបំពាក់ G2000 2 លានរៀលវុតវិជា SV Clinic Laser 2 លានរៀលក្រុមហ៊ុនថ្នាំលាបកាបូលិក50,000រៀលលោកលីសវណ្ណ50,000រៀលលោកឡុងសុខុមប្រធានមន្ត្រីឧស្សាហកម្មនិងសិប្បកម្មខេត្ត40,000រៀលលោកសេងសិលាអភិបាលក្រុងបវត្ត50,000រៀលលោកជួនឆៃរិទ្ធត្រីខប្រធានផ្សារដើមកបន្លែគ្រប់មុខ300 គីឡូក្រាមក្រុមហ៊ុន Gomi Recycle 110ឧបត្ថម្ភសម្ភារៈនិងថវិកាអង្គរកាមលី50 គីឡូក្រាមនុខារ៉ាបាវចំនួន4កេសទឹកសុទ្ធវីតា4កេសនិងគោជុល1កេសមីម៉ាម៉ា4កេសត្រីខកំប៉ុង4យួរទឹកដោះគោ20កំប៉ុងនិងនំហ្វូដូ5ដុំថវិកា$100សូមអរគុណចេស្តាមហាចក្រីបារមីស្វាយសាច់ភ្នំបាទមកពីខេត្តកំពង់ចាមរាជធានីភ្នំពេញខេត្តកំពង់ចាមក៏ប៉ុន្តែពេលនេះអាចសន្និដ្ឋានលើលទ្ធផលបានជូនទៅឲ្យខ្សែទឹកខាងក្នុងដែលពាក់ផ្លាកលេខ191គឺរស្មីពេញតារារះសម័យដេជោដែលទទួលជ័យជំនះទៅលើចេស្តាមហាចក្រីបារមីស្វាយសាច់ភ្នំជំទាវដែលបានឧបត្ថម្ភដល់ការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានៅថវិកាចំនួន10 លានរៀលសូមគ្រប់ជូនពរអាយដាមនិងលោកជំទាវសូមជួបប្រទះទៅនឹងព្រះពុទ្ធពរទាំង4ប្រការនិងសូមអរគុណដល់ TK Depot Store ដែលបានឧបត្ថម្ភដល់ការផ្សាយតតកថវិកា 2 លានរៀលឧបត្ថម្ភមីម៉ាម៉ា50កេសតូចនិងទឹកបរិសុទ្ធ50កេសសូមអរគុណឯទូខ្សែទឹកខាងក្នុងគឺមានឈ្មោះថាចេស្តាមហាចក្រីបារមីស្វាយសាច់ភ្នំដែលអញ្ជើញមកពីខេត្តកំពង់ចាមពាក់ស្លាកលេខ206ឥឡូវនេះទូកខ្សែទឹកខាងក្រៅពាក់ស្លាកលេខ191លឿនលយមហាអស្ចារ្យគឺល្បឿនរបស់គាត់គឺដាច់ពី3ទូកឯណោះកាលពីជើងទី1រស្មីពេជ្រតារាសម័យដេជោគាត់ទទួលបានជ័យជំនះឥឡូវជើងទី2ក៏នៅតែទទួលបានជ័យជំនះទៀតដែរទូកគូទី106ក៏លោកជំទាវនួយស៊ីរដ្ឋាឯកឧត្តមហែមថេងនិងលោកជំទាវទី101ខ្សែទឹកខាងក្នុងបាទឯកសណ្ឋានចម្រុះពណ៌3ពណ៌តែម្ដងបាទ
ទឹកក្រូចលឿងបៃតងបាទ3ពណ៌ឥឡូវនេះកំពុងតែមានលបឿនប្រាក់ប្រែគ្នាជាមួយខ្សែទឹកខាងក្រៅពេជ្រមកុដរាជវត្តស្លាកែតបាទខេត្តកណ្ដាលកំពុងតែបន្ថែមដកហើយដកខ្លួនមកខ្ទង់2ខ្ទង់ហើយបាទគូពីរនេះគឺគូផ្សេងគ្នាបាទរស្មីបាទ104ខ្សែទឹកខាងក្រៅនោះគឺគូ97ពួកគាត់មកដល់ទីផ្លត់បាទគឺមុនគូប្រកួតដូចគ្នាទាំងពីរបាទគាត់ឈ្នះដាច់តែម្ដងបាទឈ្នះដាច់បាទនេះបាទទូកលេខ193គឺចៅសែនស្រុកកណ្ដៀងខេត្តពោធិ៍សាត់សូមគោរពថ្លែងអំណរគុណអាដាមរ៉ូហ្វីអ៊ូស្មានសមាជិករដ្ឋសភាមណ្ឌលពោធិ៍សាត់បានឧបត្ថម្ភថវិកាចំនួន1លានរៀលអាដាមហូតណារិនអាជីវករអធិស្ឋានលោកហូតណារិនអាជីវករលក់ភេសជ្ជៈនៅប៉ោយប៉ែតឧបត្ថម្ភថវិកា$200អាមេរិកលោកលៀងចាយនិងលោកស្រីតាំងឈៀនៅខេត្តពោធិ៍សាត់មានកូននៅសហរដ្ឋអាមេរិកឧបត្ថម្ភថវិកា$200,000រៀលមី2កែតទឹកបរិសុទ្ធ2កែតទឹកផ្លែឈើនិងនំប៉័ង50ដើមលោកវរៈសេនីតូសុកណាតនាយរងការិយាល័យព្រំប្រទានកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឧបត្ថម្ភថវិកា$500សហរដ្ឋអាមេរិកសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅគូទី101បាទគូទី101បាទបកក្រោយវិញបន្តិចបាទឃើញថាមកុដពេជ្រមកុដរាជវត្តស្លាកែតបាទខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្រៅបាទឥឡូវនេះបាទឃើញថារស្មីពេញតារារះសម័យតេជូបាទ100ទូបានជ័យជំនះខ្សែ5នេះទូ104បាទ